là lọcឬក៏និលកាបាទជាមួយនឹងកម្រិតសាំងគឺនៅតែតនិចដដែលបាទនេះគឺវត្តខ្សែដដែលទេបាទហើយលេខគឺប្រើពងមាត់លេខនៅលើនេះ1 2 3 4បាទ4លេខអញ្ចឹងយើងទៅមើល2021បាទនេះកុងទ័រ2021កុងទ័រ2021នេះគឺមានប៊ូតុងចុចនៅកន្លែងនេះបាទនេះគឺគីឡូដែលជីកមកបាទ500គីឡូជាងអញ្ចឹងនេះខាងទ្រីបអានេះជាមធ្យមគេថាមធ្យម average ហ្នឹងគេថា1លីត្រយើងជីកបានប៉ុន្មានគីឡូវានឹងប្រាប់នៅលើហ្នឹងតែម្ដងបាទនេះមានចឹងឥឡូវនេះមានម៉ោងដែលអាចយើងទស្សនាទៅយើងអាចឃើញម៉ោងបានមិនបាច់ដកទូរស័ព្ទឬក៏មើលនាឡិកានៅដៃទេបាទគឺមាននៅលើ screen នេះតែម្ដងហើយជាមួយនឹងលេខបាទមានប្រហែលលេខអញ្ចឹងណាបាទនេះ N បាទលេខ1លេខ2លេខ3លេខ4បាទហើយចំណុចដែលកែប្រែធំនេះគឺម៉ាស៊ីនបាទម៉ាស៊ីនដែលក្រុមហ៊ុន Honda បានផ្លាស់ប្ដូរថ្មីទាំងស្រុងគឺ Honda Smart Engine បាទ Honda Smart Engine បាទនេះអានេះសេរីចាស់ណាបាទនេះសេរីចាស់នេះសេរីថ្មីបាទនេះ2019បាទ2019អានេះគឺ2021បាទកាទៀថ្មីម៉ាស៊ីនថ្មីនេះក្បាលកន្លះបាទសមីសេរីចាស់នេះគឺសេរីថ្មីបាទម៉ាស៊ីនសេរីថ្មីនេះគឺខាងក្រុមហ៊ុនបានអះអាងថា1លីត្រជីកបាន71គីឡូជាងតែជាក់ស្ដែងអត់ទៀងវាអាស្រ័យទៅលើការប្រើប្រាស់របស់យើងទៅតាមសានពីផ្លូវទៅតាមការដែលយើងមួងហ្គាវាអាចបានប្រហែល60គីឡូជាងអីហ្នឹងឯងបាទមួយវិញទៀតនេះគឺកបាំងបាទកបាំងសម្រាប់ពណ៌ក្រហមនេះគឺកបាំងក្រហមតែម្ដងដល់ពេល19នេះពណ៌ក្រហមណាតែកបាំងពណ៌ដាកូណាសដាកូបើសិនជាអ្នកដែលនិយមស្រឡាញ់ក្រហមចូលចិត្តមកកន្លែងដុំសោនេះគឺដុំសោទឹកប្រាក់បាទតែដល់ពេលនេះខាងស្រីថ្មីនេះគឺដុំសោពណ៌ខ្មៅកន្លែងនេះណាបាទដុំសោពណ៌ខ្មៅខុសគ្នារវាងកែបអង្គុយបាទកែបអង្គុយរីចាស់គឺដាច់ស្រីថ្មីនេះគឺជាប់ដូច style Econo បាទ Econo ស្រីចាស់វិញណាបាទគឺជាប់អញ្ចឹងវិញមួយទៀតគឺសេរីចាស់អត់មានកាងទេសម្រាប់សេរីថ្មីនេះយើងធ្វើកាងដែកមកតែម្ដងណាបាទកាងដែកដែលយើងអាចលើកទាញឬក៏ចងអីវ៉ាន់បានណាបាទអូខេអញ្ចឹងនេះជាចំណុចត្រួសដែលប្រៀបធៀបរវាងសុបកុប C110 សេរីចាស់និងសេរីថ្មីបាទនេះគឺជាចំណុចកែប្រែខ្លះបាទអរគុណអ្នកនរគ្នាដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ហើយក៏អរគុណដែលតែងតែគាំទ្រ YouTube Channel សហាម៉ូតូជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ